ពេលដែលបែកគ្នាមនុស្សស្រីនិងមនុស្សប្រុសតើខាងណាកាត់ចិត្តបានលឿនជាងមនុស្សស្រីឈឺចាប់ខ្លាំងជាងមនុស្សស្រីរងទុក្ខវេទនាខាងផ្លូវចិត្តនិងផ្លូវកាយចាជាក៏ប៉ុន្តែចុងក្រោយមនុស្សប្រុសឈឺចាប់ខ្លាំងជាងដោយសារតែក្រោយពីគេសម្រេចចិត្តថានឹងចោលមនុស្សស្រីម្នាក់ទៅមានអ្នកថ្មីគេគិតថាជួបអ្នកក្រោយនោះប្រកាសជាល្អជាងអ្នកមុនហើយក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺមិនដូចដែលគេគិតទេគេអាចនឹងជួបមនុស្សស្រីដែលមិនស្រឡាញ់គេដូចអ្នកចាស់គេជួបមនុស្សស្រីដែលអាត្មានិយមដែលឃើញតែប្រយោជន៍ដែលស្រឡាញ់តែទ្រព្យធនរបស់ពីពេលនោះហើយគឺជាថ្ងៃដែលគេនឹកស្ដាយអ្នកចាស់គឺជាថ្ងៃដែលគេនឹកដល់អតីតកាលគឺជាថ្ងៃដែលគេអង្គុយសោកសៅចង់ឲ្យពេលវេលាត្រឡប់ថយក្រោយដើម្បីនៅជាមួយអ្នកចាស់នេះគឺជាការពិតរបស់មនុស្សប្រុសចំណែកមនុស្សស្រីវិញនាងអាចនឹងឈឺចាប់មែនដំបូងពីព្រោះថានាងបានលះបង់ចានណាស់នាងបានប្រពោលដីស្មោះនាងបានធ្វើគ្រប់យ៉ាងដើម្បីមនុស្សប្រុសដែលនាងស្រឡាញ់មនុស្សប្រុសដែលនាងស្រឡាញ់បែរជាសម្រេចចិត្តចាក់ចោលនាងទុកនាងចោលឲ្យនៅម្នាក់ឯងហើយមិនដែលខ្វល់ពីនាងទេសម្រេចចិត្តថាចាក់ចេញពីនាងបែកពីនាងទៀតនាងពិតជាមានអារម្មណ៍ថាខកចិត្តមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់នាងនឹងអង្គុយគិតហើយគិតទៀតថានាងខុសអ្វីក្រោយពីនាងគិតបានហើយហានាងមិនបានខុសអ្វីទេមនុស្សប្រុសម្នាក់នោះទៅវិញទីដែលខុសដែលក្បត់នាងដែលទប់នាងចោលពេលណាដែលនាងចេះគិតបែបនេះហើយនាងនឹងសម្រេចចិត្តសម្លឹងទៅមុខហើយនាងមិនដើរបកក្រោយឡើយពេលនោះហើយគឺជាថ្ងៃដែលនាងអុកឈឺចាប់ពេលដែលមនុស្សស្រីដើរដល់ចំណុចនេះនាងនឹងមិនងាកក្រោយសេចក្ដីខាតទោះបីជាមនុស្សប្រុសអង្វរយ៉ាងម៉េចក៏ដោយពេលដែលបែកគ្នាមនុស្សដែលឈឺចាប់បំផុតគឺមនុស្សដែលលះបង់ពពោក្ដីស្រឡាញ់អង្គីច្រើនមកដែលខ្ញុំហ៊ាននិយាយថាមនុស្សស្រីឈឺចាប់ខ្លាំងជាមនុស្សប្រុសលើកដំបូងនោះគឺដោយសារតែមនុស្សស្រីភាគច្រើនពេលដែលគាត់ស្រឡាញ់មនុស្សប្រុសណាម្នាក់គឺគាត់នឹងលះបង់និងប្រពោក្ដីស្រឡាញ់ឲ្យមនុស្សប្រុស100%សរុបមកអ្នកឈឺចាប់បំផុតគឺជាមនុស្សដែលលះបង់សេចក្ដីស្រឡាញ់អង្គីច្រើនបំផុតហើយភាគច្រើននោះគឺជាមនុស្សស្រីហើយនាងឈឺចាប់តែនៅដំបងទីបើសិនជានាងតាក់ចិត្តបានមនុស្សប្រុសគឺអ្នកចាប់ហើយនាងនឹងមិនទទួលយកមនុស្សប្រុសដែលធ្លាប់ធ្វើបាបចិត្តនាងជាលើកទី2ជាដាច់ខាតចំណែកមនុស្សប្រុសវិញដំបងគិតថាបែកពីមនុស្សស្រីដែលនៅជាមួយខ្លួនសពថ្ងៃហើយទៅនៅជាមួយអ្នកក្រោយគេនឹងល្អជាងពេលដែលនៅជាមួយគេយូរទៅអ្នកនឹងនឹកឃើញអ្នកចាស់អ្នកនឹងចង់ឲ្យពេលវេលាត្រឡប់ថយក្រោយអ្នកក៏អស់ផ្លូវដើរសម្រាប់ថយក្រោយហើយដែរព្រោះមនុស្សស្រីបើគេសម្រេចចិត្តថាដើរទៅមុខហើយគេនឹងមិនផ្ដល់ឱកាសឲ្យមនុស្សប្រុសដែលធ្វើបាបចិត្តជាលើកទី2ជាដាច់ខាតដូច្នេះហើយមនុស្សប្រុសអ្នកកំចោលមនុស្សស្រីណាដែលគេលះបង់គ្រប់យ៉ាងដើម្បីអ្នកដែលគេប្រពោក្ដីស្រឡាញ់ឲ្យអ្នកដែលអ្នកធ្វើបាបទីហើយជានៅជាមួយអ្នកបានព្រោះគាត់ជាមនុស្សស្រីដែលស្រឡាញ់អ្នកខ្លាំងបំផុតប្រយ័ត្នមនុស្សស្រីដាច់ចិត្តបើសិនជាយើងនៅតែធ្វើរឿងទាំង5នេះទី1យើងធ្វើឲ្យគាត់ប្រច័ណ្ឌខ្លាំងដូចជាការមានស្រីដូចជាការតាក់ទងស្រីដូចជាការសរសើរស្រីឬក៏ធ្វើអ្វីក៏ដោយដៀងដងដៀងភ្នែកឬក៏តាមឆាតតាមអីក៏ដោយហើយតែថាធ្វើឲ្យគាត់ប្រច័ណ្ឌនៅពេលដែលគាត់ចាប់ដើមប្រច័ណ្ឌចិត្តរបស់គាត់នឹងចាប់ដើមឈឺចាប់ហើយបើយើងនៅតែបន្តធ្វើទៀតគាត់កាន់តែឈឺចាប់ថែមទៀតហើយបើសិនជាគាត់ចាប់ដើមរករឿងយើងចាប់ដើមរករឿងគាត់វិញដែរឬក៏យើងហាមគាត់ឬក៏យើងស្ដីបន្ទោសគាត់កាន់តែប្រច័ណ្ឌនឹងឈឺចាប់ជាងមុនប៉ុន្តែគាត់ត្រៀមចិត្តគាត់ត្រៀមថានឹងដកចិត្តពីយើងដោយស្ងៀមស្ងាត់ហើយបើយើងនៅតែបន្តធ្វើទង្វើដ៏រ៉ាំរ៉ៃយូរទៅទៀតចិត្តគាត់យឺតដាច់ផឹងដល់ដែនកំណត់មួយដាច់ផឹងអស់ក្តីស្រឡាញ់ទី2នៅពេលដែលយើងរករឿងឆ្លោះគាត់ច្រើនយើងសំរឿងយើងបកករឿងយើងបកកចំនួនឆ្លោះនេះឆ្លោះនោះស្ដីបន្ទោសនេះស្ដីបន្ទោសនោះមិនចេះចាប់មិនចេះហើយពេលខ្លះទៀតទាំងដែលគាត់ត្រូវយើងខុសសោះចឹងអារម្មណ៍របស់គាត់នឹងដកជាប់នៅរឿងរ៉ាវទាំងអស់នោះគំនិតរបស់គាត់ចាប់សន្សំនៅចំណុចអវិជ្ជមានរបស់យើងសំទុកយូរអារម្មណ៍អាក្រក់វាកើតឡើងធំជាងអារម្មណ៍ល្អព្រោះរឿងអាក្រក់គាត់បានសំច្រើនធ្វើឲ្យសេចក្តីស្រឡាញ់អារម្មណ៍ស្រឡាញ់ហ្នឹងវាចេញអស់ពីចិត្តគាត់នៅតែរឿងខឹងមួម៉ៅក្តៅក្រហាយឈានដល់ការស្អប់បន្ទាប់មកគឺដាច់ផឹងទី3នៅពេលដែលប
ប្តីឬក៏គូស្នេហ៍របស់គាត់ក្បត់ចិត្តគាត់ក្បត់ទាំងរឿងមានស្រីក្បត់ទាំងរឿងផ្សេងមានការលួចលាក់មានការលាក់លៀមមានភាពមិនស្មោះត្រង់គ្មានភក្តីភាពគឺធ្វើឲ្យគាត់នឹងគិតថាយើងមិនស្រឡាញ់ទេអាក្រក់ជាងនឹងទៀតគឺគាត់គិតថាយើងចង់ធ្វើបាបគាត់នឹងមានគំនិតអាក្រក់ចំពោះគាត់សេចក្តីស្រឡាញ់របស់គាត់រត់ចោលបេះដូងយើងប្រុចហើយតែរត់ចេញបានក្រៅរបងបេះដូងហើយដាច់ផឹងអញ្ចឹងកុំក្បត់គេប្រយ័ត្នរយះបេះដូងទី4ការប្រើអំពើហិង្សាការប្រើអំពើហិង្សាគ្រប់រូបភាពដូចជាវាយដំច្រំធាក់ផ្ទះកភ្លៀងធ្វើឲ្យឈឺចាប់ការធ្វើបាបលើរូបរាងកាយហ្នឹងវាបញ្ជាក់ថាប្តីគាត់ឬក៏បរិសហ្នឹងអត់ស្រឡាញ់គាត់ទេថែមទាំងស្អប់ទៀតផងហើយគាត់ឈឺណាបើស្រឡាញ់ឈឺអត់អីទេតែគាត់គិតថាយើងលែងស្រឡាញ់គាត់ហើយឬស្អប់គាត់ហើយគាត់ចាប់ផ្ដើមខឹងនិងស្អប់យើងដែរហើយបើទង្វើនេះច្រើនដងទៀតនោះកាន់តែឆាប់ដាច់ចិត្តគាត់នឹងដកចេញពីយើងយ៉ាងផឹងតែម្ដងអញ្ចឹងពេលខ្លះឃើញថាគាត់មិននិយាយកុំបានចិត្តណាកុំបានចិត្តកុំបានដៃកុំបានជើងប្រយ័ត្នដាច់តងបេះដូងបាត់ទី5ការប្រងើយកន្តើយប្រងើយកន្តើយលែងខ្វល់ខ្វាយលែងយកចិត្តទុកដាក់ពីប្តីណាពីគូស្នេហ៍បើសិនជាបរិសលែងខ្វល់ខ្វាយធ្វើប្រងើយកន្តើយមិនអើពើគាត់យល់ថាគាត់អត់តម្លៃគាត់អត់សំខាន់ហើយគាត់យល់ថាប្តីអត់ស្រឡាញ់គាត់ហើយបើសិនជាប្រងើយកន្តើយយូរទៀតនោះគាត់គិតថាការខិតខំប្រឹងប្រែងរបស់គាត់គ្មានន័យអីទេគាត់ដកចិត្តផឹងថាកុំឈប់រំខានយើងទេទៅបាត់ដូច្នេះប្តីឬបរិសត្រូវប្រុងប្រយ័ត្នកុំអឿកុំអាងកុំអួតកុំជឿជាក់ថាខ្លួនឯងនឹងអស្ចារ្យជាតួឯកដែលគេស្រឡាញ់រហូតមិនអាចដកចិត្តបានកុំច្រឡំប្រយ័ត្នស្ដាយក្រោយ